តោះអានឹងមករៀនឲ្យយើងពីរបៀបតម្លើងកម្មវិធី e-sign ណាអញ្ចឹងជាដំបូងគឺយើងក៏ចុចពីលើ link ដែលខ្ញុំ share ឲ្យនឹងមកហើយចុចពីថា install ចុច install ម្ដងទៀតពេលយើងចុច install រួចហើយវាចេញមកក្រៅមកមើលលេខក្រុមរបស់យើងនេះវងតម្លើងឲ្យយើងហើយអញ្ចឹងយើងឃើញថាកម្មវិធី e-sign របស់យើងតម្លើងបានហើយយើងតម្លើងកម្មវិធី e-sign ដំបូងយើងត្រូវតែបើក developer mode សិនអញ្ចឹងយើងចូល mode setting មកហើយយើងចូលទៅរកពាក្យថានេះរូបដៃមនុស្សនេះចុចលើនឹងមកហើយអូមកក្រុមឲ្យផុតយើងយកពាក្យថានេះ developer mode ចុចលើនឹងមកអ្នកដែលអត់បើកនឹងសិនណាបាន e-sign យើងដំណើរការបានសូមបញ្ជាក់កន្លែងនេះតិចចំពោះ developer mode នេះបើសិនយើងដែលបើកសោះពេលយើងបើកដំបូងវាអាចនឹង reset ទូរស័ព្ទពេលដែលយើងបើករួចហើយយើងចូលមកកម្មវិធី e-sign របស់យើងវិញមកចុច OK ចុច Agree នឹងមកចុច Agree ទៀតអញ្ចឹងយើងឃើញថា e-sign យើងតម្លើងបានរៀបរាល់ហើយប៉ុន្តែអត់មាន certificate ដាក់អញ្ចឹងយើងត្រូវដាក់ certificate សិនបាន e-sign ដំណើរការអញ្ចឹងយើងចូលទៅយក certificate របស់យើងមក certificate ដែលខ្ញុំផ្ញើឲ្យ2ហ្នឹងនេះអញ្ចឹងចូលលើមួយមកចុចសញ្ញាព្រួយហើយចុចពាក្យថា save to file ខាងក្រោមនេះហើយយកពាក្យថា e-sign នេះចុចលើហ្នឹងមកចុចពាក្យថា save ហើយយើងទៅយក certificate មួយទៀត AT2 នេះក្រោមនេះចុចសញ្ញាព្រួយហ្នឹងមក save to file ហើយចុចពាក្យថា save ហ្នឹងមកហើយបន្តមកទៀតយើង clear ទូរស័ព្ទចោលទាំងអស់យើង clear អានឹងចោលមកហើយយើងចូលទៅ app e-sign ម្ដងទៀតយើងឃើញ certificate មកនេះអញ្ចឹងយើងចុចលើនឹងមួយមកចុចថា input អាលើគេហើយបន្តទៀតចុចអាក្រោមម្ដងយើងចុចអាលើនឹងមកអញ្ចឹងកន្លែងនេះវាទាមទារ password អញ្ចឹងយើងបាយលេខ1ចូលមកអញ្ចឹងយើងឃើញថាវាដំណើរការបានហើយអញ្ចឹងយើងចង់ដឹងថាវាត្រូវមិនត្រូវយើងចូលមក setting ចូលមកកន្លែង certificate manager ហ្នឹងមកនេះយើងឃើញពាក្យថា good ពណ៌ខៀវនេះន័យថាវាដំណើរការបានធម្មតាអញ្ចឹងអាចប្រើបាន